សួស្តីប្រិយមិត្តទាំងអស់គ្នាសូមស្វាគមន៍សាជាថ្មីមកកាន់ Channel របស់ខ្ញុំដែលនៅក្នុងថ្ងៃនេះគឺខ្ញុំមានសាច់រឿងប្លែកមួយទៀតហើយមកចែកជូនប្រិយមិត្តទាំងអស់គ្នាដែលសាច់រឿងមួយនេះគឺបែបរន្ធត់បែបជីវិតពិតដែលរៀបរាប់អំពីអាថ៌កំបាំងនៃផ្ទះឈើចាស់មួយខ្នងនិងវិបដិសារីដែលមិនអាចបំភ្លេចបាននៅលើផ្ទះឈើចាស់នោះនៅត្រង់ជ្រុងម្ខាងនៃភូមិដាច់ស្រយាលមួយមានផ្ទះឈើពីរជាន់ដល់ចំណានមួយឈរយ៉ាងស្ងប់ស្ងាត់បំផុតចំកណ្ដាលដើមឈើធំធំដែលបាំងពន្លឺថ្ងៃជិតឈឹងសឹងតែរកពន្លឺមិនឃើញកាលពីប៉ុន្មានឆ្នាំមុនផ្ទះនេះធ្លាប់ជាកន្លែងដែលពោពេញទៅដោយសំណើចនិងសេចក្តីសុខរបស់គ្រួសារម្នាក់ដែលមានចិត្តសប្បុរសនិងជាទីគោរពស្រឡាញ់របស់អ្នកភូមិគ្រប់គ្នាប៉ុន្តែរឿងរ៉ាវអាក្រក់បានចាប់ផ្ដើមកើតឡើងនៅយប់មួយដែលមានមេឃខែវស្សាចង្អុលភ្លៀងខ្លាំងដូចគេចាក់ទឹកហើយផ្គរលាន់ក្រហមហាក់ដូចជាចង់បំបែកផ្ទៃមេឃជាចំណែកក្នុងយប់ដ៏ខ្មៅងងឹតនោះបុរសជាម្ចាស់ផ្ទះបានត្រឡប់មកពីចំការវិញទាំងសភាពស្លន់ស្លោហើយបានជួបប្រទះនៅទិដ្ឋភាពដែលធ្វើឲ្យបេះដូងរបស់គាត់ស្ទើរតែឈប់ដើរភ្លាមគាត់បានឃើញភរិយាជាទីស្រឡាញ់និងកូនស្រីតូចរបស់គាត់ដេកស្លាប់ក្នុងថ្លុកឈាមយ៉ាងអាណោចអាធមបំផុតនៅលើកម្រាលឈើដែលធ្លាប់តែខាត់រលោងដោយស្អាតតាមការសន្និដ្ឋានរបស់អ្នកភូមិវាគឺជាអំពើប្លន់យកទ្រព្យសម្បត្តិប៉ុន្តែអ្វីដែលចម្លែកនោះគឺគ្មានទ្រព្យសម្បត្តិមានតម្លៃណាមួយត្រូវបានបាត់បង់ពីក្នុងផ្ទះនោះឡើយចាប់តាំងពីយប់ដ៏សែនខ្លោចផ្សានោះមកស្នាមឈាមដែលជ្រាបចូលទៅក្នុងសាច់ឈើចាស់នោះមិនដែលត្រូវបានគេលាងសម្អាតឲ្យជ្រះអស់ទាំងស្រុងនោះទេម្ចាស់ផ្ទះដែលនៅមានជីវិតបានធ្លាក់ខ្លួនឈឺជាទម្ងន់ដោយសារតែការតក់ស្លុតខ្លាំងពេកហើយគាត់តែងតែអង្គុយនិយាយម្នាក់ឯងនៅកន្លែងដែលប្រពន្ធកូនគាត់បានស្លាប់ទៅអ្នកភូមិដែលដើរកាត់នៅទីនោះយប់ឡើងច្រើនតែឮសូរសំឡេងក្មេងស្រីយំយ៉ាងស្រងេះស្រងោចនិងសំឡេងមនុស្សស្រីច្រៀងបំពេកូនយ៉ាងស្រទន់ចេញពីក្នុងផ្ទះបរិយាកាសនៅក្នុងផ្ទះនោះប្រែជាត្រជាក់ស្រេបខុសពីធម្មតាទោះបីជាអាកាសធាតុខាងក្រៅក្តៅហួតហែងខ្លាំងយ៉ាងណាក៏ដោយក៏អ្នកដែលចូលចិត្តនៅទីនោះមានអារម្មណ៍ថាព្រឺរោមជានិច្ចវត្ថុប្រើប្រាស់នៅក្នុងផ្ទះចាប់ផ្ដើមផ្លាស់ទីកន្លែងនៅខ្លួនឯងហើយកញ្ចក់បង្អួចជាន់ខាងលើតែងតែមានស្នាមដៃតូចផ្ទះប៉ក់ហាក់ដូចជាមានក្មេងចង់ចាក់ចេញមកខាងក្រៅយប់មួយបុរសជាម្ចាស់ផ្ទះបានឃើញស្រមោលខ្មៅមួយឈរនៅមាត់បង្អួចហើយស្រមោលនោះបានចង្អុលទៅកាន់បន្ទប់មួយដែលអាចកំបាំងនៅពេលគាត់ចុះទៅពិនិត្យមើលគាត់បានរកឃើញកំណត់ហេតុចាស់មួយក្បាលដែលសរសេរដោយដៃប្រពន្ធរបស់គាត់រៀបរាប់អំពីការភ័យខ្លាចចំពោះមនុស្សម្នាក់ដែលតែងតែលួចមើលពួកគេសេចក្តីពិតដ៏ជូរចត់ក៏បានលាតត្រដាងថាអ្នកដែលសម្លាប់គ្រួសារគាត់មិនមែនជាចៅមកពីណានោះទេប៉ុន្តែគឺជាបងប្អូនបង្កើតរបស់គាត់ដែលចង់បានគេមរតកបន្ទាប់ពីដឹងការពិតដ៏អាក្រក់នេះបុរសជាម្ចាស់ផ្ទះមានអារម្មណ៍វិលវល់និងឈឺចាប់រហូតមិនអាចរស់នៅផ្ទះនោះដែលមានវិញ្ញាណវិលវល់ជុំវិញខ្លួនបែបនោះបានទៀតទេគាត់បានសម្រេចចិត្តបិទទ្វារផ្ទះនោះចោលយ៉ាងណែនរួចដើរចេញពីទីនោះទាំងទឹកភ្នែកដោយមិនយកសូម្បីតែសម្លៀកបំពាក់មួយកំភ្លេទៅតាមខ្លួនឡើយផ្ទះឈើដ៏ស្កឹមស្កៃនោះត្រូវបានទុកនៅឯកាคล้ายជាជំរកនៃសត្វពីងពីងនិងដីហុយដែលគ្របដណ្ដប់គ្រប់ច្រកល្ហកច្រើនឆ្នាំកន្លងផុតទៅស្មៅនឹងវល់បានដុះព័ទ្ធជញ្ជាំងផ្ទះធ្វើឲ្យវាមើលទៅដូចជាបិសាចឈើដ៏ធំមួយដែលកំពុងចាំលេបត្របាក់អ្នកដែលហ៊ានចូលទៅជិតនៅថ្ងៃមួយមានក្មេងស្ទាវមួយក្រុមដែលធ្លាប់បានលបលួចចូលទៅក្នុងផ្ទះនោះដើម្បីសាកល្បងភាពក្លាហានប៉ុន្តែពួកគេបានរត់ចេញមកវិញទាំងប្រលឹងចុងសក់ក្នុងរយៈពេលមិនដល់5នាទីផងពួកគេបានប្រាប់ថាពួកគេបានឃើញស្ត្រីម្នាក់អង្គុយសិតសក់នៅមុខកញ្ចក់បែកបាក់មួយហើយនាងបានងាកសម្លឹងមកមើលពួកគេដោយភ្នែកក្រហមឆ្អៅ
ចាប់តាំងពីពេលនោះមកគ្មានអ្នកភូមិណាម្នាក់ហ៊ានដើរកាត់មុខផ្ទះនោះនៅពេលយប់ទៀតទេព្រោះខ្លាចប៉ះទង្គិចនិងវិញ្ញាណដែលមិនទាន់ចាប់ជាតិរាល់ពេលដែលមានខ្យល់បក់បោកខ្លាំងទ្វារបង្អួចដែលរលោងពងប៉ាំងបានខ្ទប់នឹងជញ្ជាំងឬសូរដាំងដូចជាគេកំពុងព្យាយាមរត់រកផ្លូវចេញយ៉ាងអន្ទះសារអ្នកខ្លះនិយាយថាយប់ពេញបរមីគេបានឃើញពន្លឺភ្លើងទៀនប្លែកៗនៅក្នុងបន្ទប់ដេកខាងលើទោះបីជាផ្ទះនោះគ្មានមនុស្សរស់នៅរាប់សិបឆ្នាំក៏ដោយដីជុំវិញផ្ទះនោះក៏មិនអាចដាំដំណាំអ្វីដុះលូតលាស់បានឡើយគឺមានតែភាពស្ងួតហួតហែងនិងធុំក្លិនឆ្អាបឈាមដែលភាយចេញពីដីមកជាប្រចាំរឿងរ៉ាវអាក្រក់ដែលបានកើតឡើងคล้ายជាបណ្ដាសាដែលដក់ជាប់នៅក្នុងសាច់ឈើខ្យល់អាកាសនៃតំបន់នេះរហូតដល់គ្មានគ្រូអាចារ្យណាម្នាក់ហ៊ានទៅដកវិញ្ញាណនោះបានឡើយម្ចាស់ផ្ទះចាស់ត្រូវបានគេដឹងថាបានទៅរស់នៅឆ្ងាយប៉ុន្តែគាត់បានផ្ញើប្រាក់ឲ្យអ្នកភូមិដើម្បីជួយមើលថែមិនឲ្យនរណាម្នាក់មកបំផ្លាញផ្ទះនោះឡើយគាត់ជឿថាប្រសិនបើផ្ទះនោះត្រូវបានរុះរើវិញ្ញាណប្រពន្ធកូនគាត់នឹងគ្មានកន្លែងជ្រកកោនហើយអាចនឹងដើរលងបន្លាចអ្នកដទៃទៀតជាខ្លាំងសពថ្ងៃនេះផ្ទះឈើចាស់នោះនៅតែឈរនៅទីនោះដដែលជាសក្ខីភាពនៃសេចក្តីស្រឡាញ់ភាពឈឺចាប់និងអាថ៌កំបាំងដែលមិនទាន់មានការបកស្រាយចប់សពគ្រប់នោះទេភាពរន្ធត់នៃផ្ទះនេះបានคล้ายជាមេរៀនមួយរំលឹកដល់មនុស្សគ្រប់គ្នាថាកំហឹងនឹងការលោភលន់អាចបង្កជាសោកនាដកម្មដែលបន្សល់ទុកនៅឈាមមិនចេះរីងស្ងួតហើយរហូតមកដល់បច្ចុប្បន្នគ្មាននរណាម្នាក់ហ៊ានចូលទៅក្នុងផ្ទះនោះទៀតឡើយហើយសាច់រឿងរបស់យើងក៏បានចប់ត្រឹមតែប៉ុណ្ណេះសូមអរគុណសម្រាប់ការស្ដាប់តាំងពីដើមរហូតដល់ចប់សូមជូនពរប្រិយមិត្តទាំងអស់ជួបតែសេចក្តីសុខនិងទទួលទានមានបានគ្រប់ភារកិច្ចទាំងអស់ជួបគ្នានៅវីដេអូក្រោយជាបន្តទៀត